ខ្ញុំបាទសូមគោរពជម្រាបសួរសម្ដេចឯកឧត្តមលោកជំទាវលោកស្រីទូរទស្សនិកជនជាទីគោរពពេលនេះខ្ញុំបាទកំពុងតែមានវត្តមាននៅទីស្តីការក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃនេះដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មខ្ញុំបាទនឹងមានកិច្ចសម្ភាសពិសេសមួយផ្ដោតទៅលើប្រធានបទការបំភ្លឺរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាតាក់ទងទៅនឹងការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីកម្ពុជាទូរទស្សនិកជនប្រហែលជាជ្រាបហើយថាកន្លងទៅថ្មីនេះពិសេសគឺកាលពីថ្ងៃទី3ខែមេសាឆ្នាំ2025កន្លងទៅនេះសហរដ្ឋអាមេរិកដែលដឹកនាំដោយរដ្ឋបាលរបស់លោកត្រាំបានសម្រេចនៅក្នុងការដំឡើងទៅលើពន្ធគយលើទំនិញនាំចូលពីបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកនៅក្នុងនោះក៏មានប្រទេសកម្ពុជាយើងដែរដែលបានដំឡើងក្នុងអត្រា 49% ហើយថ្មីនេះនៅកម្ពុជាយើងក៏មានការលើកឡើងថាកម្ពុជាបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកចំនួន 97% ផងដែរដើម្បីជ្រាបកាន់តែច្បាស់តាក់ទងទៅលើការដំឡើងពន្ធគយលើទំនិញនាំចូលនេះខ្ញុំបាទមានកិត្តិយសជួបលោកជំទាវចោមនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោកជំទាវនៅទីនេះស្រាប់សូមគោរពជំរាបសួរលោកជំទាវបាទលោកជំទាវតាក់ទងទៅនឹងបញ្ហានេះតើលោកជំទាវអាចបកស្រាយឬក៏ពន្យល់យ៉ាងដូចម្តេចខ្លះចំពោះទូរទស្សនិកជនរបស់យើងបាទសូមគោរពអញ្ជើញបាទចាសូមអរគុណចំពោះសំណួរដែលបានលើកឡើងនេះចាហើយសូមអរគុណចំពោះឱកាសដែលឲ្យក្រសួងពាណិជ្ជកម្មបានធ្វើការបំភ្លឺបន្ថែមទៅលើចម្ងល់របស់សាធារណជនក៏ដូចគ្នាទៅនឹងធុរជនរបស់យើងនៅក្នុងប្រជាជាតិកម្ពុជាដែលលោកមានការព្រួយបារម្ភអំពីការកំណត់នៅពន្ធថ្មីបន្ថែមរបស់រដ្ឋបាលរបស់សហរដ្ឋអាមេរិកចានៅក្នុងពេលនេះយើងខ្ញុំសូមធ្វើការបញ្ជាក់ជូនថានៅក្នុងការដែលថ្មីនេះរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump លោកបានដាក់នៅការយកនៅពន្ធបន្ថែមទៅនៅលើប្រទេសដែលមានដែលសហរដ្ឋអាមេរិកមានអនុភាពពាណិជ្ជកម្មជាមួយចាដូច្នេះនៅក្រែងដែលតុល្យភាពរបស់ជញ្ជីងពាណិជ្ជកម្មនោះមិនមានលោកបានដាក់នៅការធ្វើនៅយន្តការបដិការមួយដើម្បីថាឲ្យមានដំណឹងនៃជញ្ជីងពាណិជ្ជកម្មជាមួយគ្នានៅក្នុងនោះកម្ពុជាយើងក៏ជាប្រទេសនាំចូលផលិតផលលេចធ្លោមួយទៅប្រទេសសហរដ្ឋអាមេរិកហើយសំណួរសួរថាហេតុអ្វីបានជាកម្ពុជាទទួលនៅដល់តំពន្ធ49% ពីអាមេរិកហើយថាតើកម្ពុជាពិតជាបានដាក់ពន្ធនៅលើផលិតផលនាំចូលរបស់សហរដ្ឋអាមេរិកដល់ 97% មែនឬអត់ចានៅក្នុងនេះខ្ញុំសូមធ្វើការបញ្ជាក់ថាកម្ពុជានៅក្នុងនាមជាសមាជិករបស់ WTO ក៏ដូចគ្នាទៅនឹងសហរដ្ឋអាមេរិកនិងប្រទេស166ផ្សេងទៀតដែលស្ថិតតែជាសមាជិក WTO នេះយើងមានការកំណត់នៅការបន្ទាត់ពន្ធគយជាមួយគ្នាជារួមដែលគេហៅថាជា MFN rate ឬក៏ជា most favored nations tariff rate ចាដែលនៅក្នុងនោះកម្ពុជាគឺត្រូវបានកំណត់នៅក្នុងកាតព្វកិច្ចរបស់ខ្លួនគឺការយកពន្ធនៃការផលិតផលនាំចូលមិនថារបស់សហរដ្ឋអាមេរិកឬក៏របស់ដៃគូពាណិជ្ជកម្មណាផ្សេងទេគឺថាមានចន្លោះពី0រហូតដល់អស់កម្ពស់គឺ 35% ចាហើយនៅក្នុងនោះយើងសម្លឹងឃើញថានៅក្នុងឆ្នាំ2024នេះនៅក្នុងជញ្ជីងពាណិជ្ជកម្មនៅលើការនាំចូលរបស់ផលិតផលអាមេរិកមកកម្ពុជាដែលមានបរិមាណប្រហែលនឹង$700 លាននេះចាពន្ធបន្ទាត់ពន្ធខ្ពស់ដល់បំផុតដែលយើងមាននៅលើផលិតផលនាំចូលរបស់សហរដ្ឋអាមេរិកមកកម្ពុជានោះគឺមានត្រឹមតែ 29.4% ទេចាបានន័យថាទាបជាង 35% ដែលជាបន្ទាត់ពន្ធ maximum ដែលយើងមានជារួមផងដែរនៅលើផលិតផលនៃពាណិជ្ជកម្មដៃគូទាំងអស់ចាដូច្នេះនៅក្នុងន័យនេះខ្ញុំសូមជម្រាបជូនថាសួរថាហេតុអ្វី97% ហើយតែកម្ពុជាដែលទទួលនៅការដាក់នៅបន្ទាត់ពន្ធថែមដល់ទៅ 49% នេះហេតុអ្វីខ្ពស់ជាងគេចាការដែលខ្ពស់ជាងគេគឺយើងសម្លឹងឃើញថាដោយសារតែជាកត្តាដែលថាប្រទេសកម្ពុជាដូចប្រទេសអភិវឌ្ឍផ្សេងទៀតដែលយើងថាស្គាល់ជាប្រទេស LDC ឬក៏ least developed country នេះគឺតែងតែមាននៅអតិរេកនៃការនាំចេញរបស់ខ្លួនទៅប្រទេសដែលមានសេដ្ឋកិច្ចធំចាពីព្រោះអីទី1គឺដោយសារថាទំហំនៃកម្លាំងទិញបញ្ជាទិញចាពិតណាស់ទីផ្សារអាមេរិកមានប្រជាពលរដ្ឋរហូតដល់340លាននាក់ចាហើយប្រទេសកម្ពុជាយើងមានតែ17លាននាក់ទេអញ្ចឹងច្បាស់ណាស់ថាតម្រូវការបញ្ជាទិញពីសហរដ្ឋអាមេរិកមកលើផលិតផលដែលកម្ពុជាអាចផលិតបានចូលទៅទីផ្សាររបស់ខ្លួននោះគឺពិតណាស់មានចំនួនច្រើនចាដូច្នេះហើយចំពោះថាតើកម្ពុជាក្នុង17លាននាក់មានលទ្ធភាពនឹង
ការបញ្ជាទិញផលិតផលចេញពីអាមេរិកមកកម្ពុជាវិញនោះបានប្រមាណចាអានឹងនេះហើយដែលជាសំដៅឲ្យឃើញថាទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិកគឺជាទីផ្សារដែលបានស្រូបទាញនៅផលិតកម្មរបស់យើងចារបស់ផលិតផលរបស់កម្ពុជាយើងជារួមមិនថានៅក្នុងវិស័យកាត់ដេរនៅលើសម្លៀកបំពាក់ដែលមានសម្លៀកបំពាក់មានស្បែកជើងមានផលិតផលធ្វើដំណើរមានកង់មានផលិតផលផ្សេងទៀតនោះចាដោយសារតែកត្តានៃទំហំនៃការទាញទិញនេះហើយដែលយើងឃើញថាជញ្ជីងនៃពាណិជ្ជកម្មមានចាកម្ពុជាមានអតិរេតចាឬក៏ប្រទេសអភិវឌ្ឍតិចតួចដទៃទៀតនៅក្នុងមិនថានៅក្នុងតំបន់យើងនៅក្នុងអាស៊ាននេះទេឬក៏នៅជុំវិញពិភពលោកទេគឺសិតតែមានអតិរេតដូចគ្នាអញ្ចឹងជាមួយនឹងសហរដ្ឋអាមេរិកហើយខ្ញុំក៏សូមអនុញ្ញាតទាញចំណាប់អារម្មណ៍បន្តិចទៀតដែរអំពីស្ថានភាពពាណិជ្ជកម្មរបស់កម្ពុជាផ្ទាល់តែម្ដងសួរថាតើកម្ពុជាមានអតិរេតពាណិជ្ជកម្មរបស់ខ្លួននេះតែជាមួយសហរដ្ឋអាមេរិកទេឬយ៉ាងណាមិនមែនទេចានៅក្នុងស្ថានភាពពាណិជ្ជកម្មរបស់យើងសប្តាហ៍ថ្ងៃនេះជាមួយនឹងដៃគូពិសេសធំរបស់យើងទាំងពីរនេះជាក់ស្ដែងជាមួយនឹងសហភាពអឺរ៉ុបយើងមានអតិរេតបានន័យថាយើងមានជញ្ជីងអតុល្យភាពជាមួយគ្នានឹងដល់ទៅជិត 4000 លានចានេះជាមួយនឹងសហភាពអឺរ៉ុបជាមួយនឹងកាណាដាក៏ 1000 លានដុល្លារជាមួយជប៉ុនមាន656 លានដុល្លារប្រទេសអូស្ត្រាលីក៏យើងមានអតិរេតចំនួន377 លានដុល្លារដែរនេះគ្រាន់តែចង់ជម្រាបបង្ហាញថាកម្ពុជាមានលទ្ធភាពក្នុងការផលិតហើយយើងក្លាយទៅជាប្រទេសមួយដែលគេបានទទួលស្គាល់នៅលើស្នាដៃនៃផលិតកម្មរបស់យើងអញ្ចឹងហើយការបញ្ជាទិញផលិតផលចេញពីកម្ពុជាគឺជាថាជាមោទនភាពមួយដែលប្រជាជនរបស់យើងពិសេសតែម្ដងគឺកម្មករកម្មការនេះរបស់យើងដែលលោកមានស្នាដៃក្នុងការផលិតនៅរបស់ដែលគេពេញនិយមចាដល់អញ្ចឹងបន្តនៅទទួលនៅការបញ្ជាទិញចាអញ្ចឹងពិតណាផលិតផលយើងច្រើនយើងនាំចេញហើយយើងនាំចេញដោយទូលំទូលាយចាហើយនៅក្នុងន័យនេះគឺខ្ញុំសូមធ្វើការចែករំលែកបន្តិចទៀតផងដែរថាតើកម្ពុជាគួរភ័យបារម្ភដល់កម្រិតណាចាតើផលប៉ះពាល់ដោយប្រយោលហើយនឹងដោយផ្ទាល់នេះមកលើប្រជាពលរដ្ឋរបស់យើងនឹងមានដល់កម្រិតណាខ្ញុំសូមធ្វើការចាប់អារម្មណ៍នៅកន្លែងនេះផងដែរថាជាការពិតនៅពេលដែលតម្លើងនៅបន្ទាត់ពន្ធគយតម្លើងនៅអត្រាពន្ធនៅលើផលិតផលនៃការនាំចេញទៅនោះអ្នកដែលថាផលិតផលតែការណាថែមពន្ធគឺមានន័យថាផលិតផលនឹងឡើងថ្លៃចាហើយវានឹងឡើងថ្លៃនៅប្រទេសដែលជាប្រទេសគោលដៅប្រទេសដែលប្រទេសនាំចូលចាដូច្នេះការតម្លើងពន្ធបន្ថែមគឺមានន័យថាគឺប្រជាជននៅសហរដ្ឋអាមេរិកដែលលោកជាអ្នកបញ្ជាទិញនៅផលិតផលពីកម្ពុជានោះគឺលោកគឺជាអ្នកដែលផលប៉ះពាល់ដំបូងនៅទីនោះដំបូងចាហើយផលប៉ះពាល់បន្ទាប់ប៉ុណ្ណាគឺនៅលើកម្ពុជានៅលើពិសេសអ្នកដែលធ្វើធុរកិច្ចនៅក្នុងឧស្សាហកម្មដែលជាចំណុចសំខាន់ទាំងប្រមាណដែលខ្ញុំបានលើកដូចជាវិជ្ជាភ័ណ្ឌដូចជាស្បែកជើងនិងគ្រឿងដំណើរប្រដាប់ធ្វើដំណើរប្រមាណនេះចាដែលខ្ញុំបានលើកឡើងជាដើមហ្នឹងចានៅក្នុងន័យហ្នឹងដើម្បីចង់ជម្រាបបង្ហាញឃើញថាតើប៉ះពាល់ភ្លាមប៉ះពាល់នៅឯណាចាពិតណាស់គឺប៉ះពាល់ទៅអ្នកដែលគ្នាទិញចាប៉ះពាល់អ្នកដែលប្រើប្រាស់ប៉ះពាល់អ្នកដែលបញ្ជាទិញដំបូងចានឹងជាអ្វីដែលខ្ញុំសូមធ្វើការចែករំលែកទៅក្នុងមិញលោកជំទាវបានលើកឡើងអំពីរបាលនៃទំនិញពន្ធគយថាកម្ពុជាយើងអនុវត្តទៅតាមរបាលពន្ធគយរបស់ WTO គឺក្នុងអត្រា 35% ក៏ប៉ុន្តែបើយើងក៏លេចទៅមើលសហរដ្ឋអាមេរិកនៅក្នុងការដំឡើងពន្ធមកលើទំនិញនាំចូលរបស់ប្រទេសនានាទៅកាន់សហរដ្ឋអាមេរិកជាពិសេសទំនិញរបស់កម្ពុជារហូតដល់ 49% តើករណីនេះលោកជំទាវអាចបកស្រាយយ៉ាងម៉េចដែរបាទសូមអរគុណចំពោះសំណួរនេះនៅក្នុងនោះតួលេខដែលយើងទទួលបានគឺមានន័យថាខាងភាគីសហរដ្ឋអាមេរិកលោកបានយកនៅទំហំនៃពាណិជ្ជកម្មរួមរបស់យើងហើយដកទៅនឹងតួលេខនៃអនុភាពដែលលោកមានជាមួយយើងចាដូច្នេះហើយបានជាឃើញឲ្យបានអស់បញ្ចាំងឲ្យឃើញថាលេខនោះគឺមានន័យថា 97% នៃទំហំពាណិជ្ជកម្មរួមទ្វេភាគីរបស់យើងគឺជាផលិតផលនាំចេញរបស់កម្ពុជាទៅទីផ្សារអាមេរិកហើយចំពោះដែល 3% ទៀតនោះគឺជាទំហំនៃផលិតផលចារបស់អាមេរិកចូលមកទីផ្សារកម្ពុជាវិញចានេះជាមូលហេតុដែលឆ្លុះបញ្ចាំងឲ្យឃើញថាលេខ 97% នោះចាហើយលេខ 97% នេះដោយខាងដែលរដ្ឋបាលលោកប្រធានាធិបតី Trump លោកបានដាក់នៅ discount tariff rate ចានេះការបន្ថយពន្ធអញ្ចឹងហើយបានជាកាត់ពាក់កណ្ដាលហើយពាក់កណ្ដាលនេះគឺគ្រប់នៃបន្ទាត់ពន្ធទាំងអស់នៅក្នុងប្រទេសដែលផ្សេងទៀតដែលជាប់ក្នុងករណីផាកប្រហែលនៅកម្ពុជាអញ្ចឹងចានៅក្នុងនោះអញ្ចឹងហើយបានពី97មកនៅ49នេះឯងចា
ហើយយើងឃើញថានេះគឺវាផ្ស៊ីសងទៅនៅលើទំហំបើយើងប្រៀបធៀបថាស្ដាប់ទៅ49%សម្រាប់កម្ពុជាខ្ពស់ណាស់ចាហេតុអ្វីកម្ពុជាខ្ពស់ជាងគេពីព្រោះអីមកពីទំហំដែលខ្ញុំបានជម្រាបជូនអញ្ចឹងអនុភាពដែលនៃជញ្ជីងពាណិជ្ជកម្មនេះវាមាន97%និង3%គឺវាច្បាស់ណាស់វាធំអញ្ចឹងហើយបើយើងគិតអំពីភាគរយវាឃើញខ្ពស់តែដល់បើយើងគិតអំពីតម្លៃជាទំហំនៃទឹកប្រាក់វិញគឺมันខ្ពស់ទេគឺនៅក្នុងកម្រិតមួយទៀតបើប្រៀបធៀបជាមួយនឹងទាំងក្នុងតំបន់និងនៅក្នុងដៃគូផ្សេងៗទៀតរបស់អាមេរិកនៅក្នុងសកលលោកចា៎សូមអរគុណលោកនាយករដ្ឋមន្ត្រីដែលបានបញ្យល់ជូនដល់ទូរទស្សនិកជនរបស់យើងទាក់ទងទៅនឹងការដំឡើងពន្ធគយជាពិសេសលើទំនិញនាំចូលរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកហើយលោកនាយកក៏បានបកស្រាយយ៉ាងច្បាស់ផងដែរថាទាក់ទងទៅនឹងការដំឡើងពន្ធដែលនាំចូលពីអាមេរិកមកកាន់កម្ពុជានេះគឺបន្ទាប់នៃការគិតពន្ធគឺត្រឹមតែ35%តែប៉ុណ្ណោះមិនមានការដំឡើងរហូតដល់97%ដោយការលើកឡើងតាមបណ្ដាញព័ត៌មានឬក៏បណ្ដាញសង្គមមួយចំនួននោះទេហើយអំបញ្ញមិញលោកនាយកក៏បានលើកឡើងអំពីផលប៉ះពាល់ថាតើប៉ះពាល់ដែលខ្លាំងជាងគេគឺអ្នកប្រើប្រាស់អ្នកបញ្ជាទិញគឺជាពលរដ្ឋរបស់សហរដ្ឋអាមេរិកទៅវិញទេចំណែកឯកម្ពុជាដែលជាប្រទេសផលិតផលសម្រាប់ការនាំចេញទៅកាន់សហរដ្ឋអាមេរិកនៅក្នុងនិន្នាការនៃការដំឡើងពន្ធនាំចូលពីកម្ពុជាទៅកាន់អាមេរិកបែបនេះតើកម្ពុជាមានការគិតគូរយ៉ាងដូចម្តេចខ្លះដែរចំពោះផលប្រយោជន៍ប្រជាជនផលប្រយោជន៍សេដ្ឋកិច្ចនោះបាទនេះជាសារៈសំខាន់ណាស់ចាជាសំណួរដែលមានសារៈសំខាន់ហើយជាសំណួរដែលសាធារណជនលោករំពឹងហើយនឹងរងតាមដានចាំបានស្ដាប់នៅក្នុងនេះខ្ញុំសូមធ្វើការអនុញ្ញាតជម្រាបជូនថាសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាលោកបានដាក់នៅវិធានការជាបន្ទាន់អនុញ្ញាតឲ្យឯកឧត្តមអគ្គបណ្ឌិតសភាចារអូនពុនមនីរតដែលនៅក្នុងនាមលោកជាប្រធាននៃគណៈកម្មាធិការគោលនយោបាយនិងសេដ្ឋកិច្ចនោះលោកធ្វើការដឹកនាំកោះប្រជុំជាមួយនឹងក្រសួងពាណិជ្ជកម្មក្រសួងពាក់ព័ន្ធនិងហើយក៏មាននៅស្ថាប័នវិស័យឯកជនផងដែរក្នុងការចូលរួមធ្វើការសិក្សាហើយនឹងលើកនៅយោបល់គោរពជូនទៅសម្ដេចវិញដើម្បីយើងរៀបចំនៅវិធានការមួយដែលក្នុងពេលវេលាដ៏សមស្របក្នុងការឆ្លើយតបហើយនឹងដើម្បីទិសដៅធំរបស់យើងហ្មងឆ្លើយតបនឹងទិសដៅធំរបស់យើងគឺការជំរុញពាណិជ្ជកម្មរបស់យើងមិនថាជាមួយនឹងភាគីអាមេរិកឬមួយក៏ជាមួយនឹងដៃគូពាណិជ្ជកម្មរបស់យើងផ្សេងៗទេចាទិសដៅរបស់យើងគឺការធ្វើបន្តការធ្វើពិពិធកម្មនិងការសហការជាមួយគ្នានៅក្នុងមូលដ្ឋាននៃពាណិជ្ជកម្មអន្តរជាតិដែលប្រកបទៅដោយដែលមានច្បាប់មានទម្លាប់និងមាននៅភាពច្បាស់លាស់ចាសូមអរគុណបាទសូមគោរពអរគុណដោយអ្វីដែលលោកជំទាវបានលើកឡើងគឺថារាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរជានិច្ចចំពោះផលប្រយោជន៍ជាតិនិងប្រជាជនមុននឹងបញ្ចប់លោកជំទាវអាចមានជាសារអ្វីខ្លីជូនដល់ទូរទស្សនិកជនរបស់យើងកុំឲ្យមានការព្រួយបារម្ភចំពោះការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញរបស់កម្ពុជាបាទចាជារួមគឺខ្ញុំសូមធ្វើការបង្ហាញនិងបញ្ជាក់ជូនថាកិច្ចការទាំងអស់នេះគឺជាវិធានការសេដ្ឋកិច្ចនៅក្នុងរដ្ឋបាលរបស់សហរដ្ឋអាមេរិកដើម្បីលោកព្យាយាមធ្វើនៅតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងដៃគូទាំងអស់នៅលើពិភពលោកចាមិនមែនតែដោយឡែកតែកម្ពុជានោះទេហើយនៅក្នុងនោះខ្ញុំសូមធ្វើការអំពាវនាវជូនទៅដល់បងប្អូនប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ដើម្បីលោកកុំឲ្យមានការភ័យបារម្ភឬក៏មានការមន្ទិលសង្ស័យនៅដំណោះស្រាយនៅចំពោះមុខហើយសូមជម្រាបជូនថាប្រមុខរាជរដ្ឋាភិបាលលោកបានយកចិត្តទុកដាក់ដល់ខ្ពស់ចំពោះកិច្ចការងារនេះហើយយើងខ្ញុំតែជាសេនាធិការមករួមទៅនឹងក្រសួងនិងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតបានធ្វើការឡើងសុទ្ធស្វែងហើយនឹងបានធ្វើការព្យាករណ៍មួយចំនួននៅក្នុងតួលេខនេះចាពីព្រោះមិនមែនជាការដែលថារឿងថ្មីដាច់ដライសម្រាប់តែត្រឹមថ្ងៃទី3មេសានេះទេចាគឺយើងខ្ញុំបានដឹងព័ត៌មាននេះទៅតាមព័ត៌មាននេះតាំងពីរយៈប្រហែល2-3ខែមុនរួចទៅហើយចាដូច្នេះហើយយើងមានការត្រៀមលក្ខណៈមួយចំនួនដូច្នេះហើយយើងខ្ញុំសូមថាប្រជាពលរដ្ឋលោកមេត្តាផ្ដល់នៅសេចក្តីទុកចិត្តមកដល់រាជរដ្ឋាភិបាលហើយនិងសេនាធិការនៅក្នុងរាជរដ្ឋាភិបាលក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការពារនៅអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋក៏ដូចគ្នាទៅនឹងកម្មការនីរបស់យើងពិសេសនៅក្នុងឧស្សាហកម្មដែលលេចធ្លោរបស់កម្ពុជានេះតែម្ដងចាសូមអរគុណជាថ្មីម្ដងទៀតខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវរដ្ឋមន្ត្រីដែលបានអនុញ្ញាតដល់ខ្ញុំបាទក៏ដូចជាក្រុមការងារបានជួបសម្ភាសផ្ទាល់នៅទីនេះដើម្បីបកស្រាយទៅលើបញ្ហាដែលជាការព្រួយបារម្ភរបស់ទូរទស្សនិកជនជាពិសេសបងប្អូនប្រជាពលរដ្ឋហើយសង្ឃឹមថាតាមរយៈការបកស្រាយរបស់លោកជំទាវរដ្ឋមន្ត្រីទូរទស្សនិកជននឹងបានជ្រាបកាន់តែច្បាស់លែងមានការព្រួយបារម្ភតាក់ទងទៅនឹងបញ្ហានេះសូមគោរពអរគុណសូមគោរពជូនពរលោកជំទាវរដ្ឋមន្ត្រីប្រកបដោយសុខភាពល្អបរិបូរណ៍សូមអរគុណ
ទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីកិច្ចសម្ភាសពិសេសរបស់ខ្ញុំបាទជាមួយនឹងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែលលោកអ្នកបានតាមដានទស្សនានៅពេលនេះបានមកដល់ទីបញ្ចប់សូមអរគុណសូមជម្រាបលា